រឿងព្រំដែនជាមួយថៃអ្នកកញ្ញាលេងនវត្រាសូមគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាជឿជាក់លើសម្ដេចតេជោជឿជាក់លើសម្ដេចធិបតីនាយករដ្ឋមន្ត្រីអ្នកកញ្ញាលេងនវត្រាបានចេញសារគាំទ្រជំហរដំណឹងម៉ាត់របស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានដាក់សារបន្ទាន់មួយឆ្លើយតបក្រមជលនិយមថៃដោយមានការគាំទ្រពីបកពួកយោធាគម្រាមកម្ពុជាថានឹងកាត់ផ្តាច់ភ្លើងនិងកាត់ផ្តាច់អ៊ីនធឺណិតសម្ដេចតេជោបានបញ្ជាក់ថាក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួននាព្រឹកថ្ងៃទី13ខែមិថុនានេះអ្នកកញ្ញាលេងនវត្រាបានលើកឡើងគូសបញ្ជាក់ថាកម្ពុជាទន់ភ្លន់តែរឹងមាំមិនអាចឲ្យមានការបំពានដដែលនោះទេហើយពិតជាមិនចង់បង្កចំនួនចំពោះប្រទេសជិតខាងឡើយក៏ប៉ុន្តែការអត់ធ្មត់ប្រកបណាស់មានដែនកំណត់ក្នុងនាមជាយុវជនម្នាក់និងជាប្រធានយុវជនបូជាការពារយុត្តិធម៌សូមគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាជឿជាក់លើសម្ដេចតេជោជឿជាក់លើសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាអ្នកកញ្ញាថ្លែងបន្តថាការសម្រេចចិត្តមួយដំណាក់កាលរបស់សម្ដេចពោពេញទៅដោយការគិតពិចារណាគ្រប់ជ្រុងជ្រោយដោយចូលលើភាពត្រឹមត្រូវទន់ភ្លន់និងម៉ឺងម៉ាត់ហ្មត់ចត់ច្បាស់គ្រប់កលៈទេសៈការសម្រេចគឺបានគិតគ្រប់ជ្រុងជ្រោយក្នុងនាមជាជនជាតិខ្មែរជាយុវជនម្នាក់និងជាប្រធានយុវជនបូជាការពារយុត្តិធម៌អ្នកកញ្ញាសូមគាំទ្រនិងដើរតាមមាគ៌ារបស់សម្ដេចតេជោនិងសម្ដេចធិបតីទាំងស្រុងដ៏ខ្ពង់ខ្ពស់បំផុតសូមជម្រាបថាសម្ដេចតេជោហ៊ុនសែនតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាចំនួនយោធានៅតំបន់មួយរីករាលដាលដល់កន្លែងផ្សេងទៀតនិងកុំរីករាលដាលដល់វិស័យផ្សេងទៀតតែពេលនេះវាបានរីករួចស្រេចទៅហើយដូចជាការបិទព្រំដែនជាឯកតោភាគីបន្ថយចំនួនស្នាក់នៅជាឯកតោភាគីនិងការគំរាមកាត់ភ្លើងកាត់អ៊ីនធឺណិតការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនឹងចិត្តកាលនេះសម្ដេចតេជោបានជូនយោបល់ទៅរដ្ឋាភិបាលថាក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ហើយអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើប្រាស់ក្នុងកម្ពុជាផងដែរសម្ដេចតេជោបានថ្លែងបញ្ជាក់ថាកម្ពុជាមិនគួរខ្លាចថៃបណ្ដេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេព្រោះរឿងនេះយើងក៏លំបាកថៃខ្លួនឯងក៏លំបាកដោយសារក្រុមហ៊ុនថៃខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែររឿងទាំងនេះសុទ្ធតែជាផ្ដល់មតិសម្រាប់ការពិចារណាតែរឿងគួរធ្វើភ្លាមនោះគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា